នៅក្នុងអត្ថបទនេះខ្ញុំលើកយកមកអធិប្បាយអំពីរបៀបរកស្រោមសម្បត្តិរបស់លោកសំរងស៊ីរដ្ឋាភិបាលខ្យល់នៅក្រៅស្រុកដែលកំពុងតែខំប្រឹងផ្សព្វផ្សាយអំពីរឿងដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិគឺតុលាការយុត្តិធម៌អន្តរជាតិពីរឿងសៀមឈ្លានពានកម្ពុជាហើយក៏មានសកម្មភាពដើម្បីបង្កនៅចំណាប់អារម្មណ៍ដោយមានគ្នារបស់គាត់បានមកពីក្រុង Washington DC ចម្លងយកផែនទីដែលជាអបសម្ព័ន្ធជាប់តាក់ទងនឹងណាជាប់តាក់ទងនឹងករណីប្រាសាទព្រះវិហារអីជាដើមយកទៅដើម្បីនឹងបង្កើតនៅឈុតឆាកល្ខោនមួយដែលសូម្បីតែមនុស្សនៅក្នុងក្រុមគាត់ក៏ជឿទុកចិត្តថាធ្វើដូច្នេះទៅបានដូច្នេះហើយករណីទី1លោកសំរងស៊ីបាននិយាយថាលោកហ៊ុនសែនមិនចេះធ្វើការនៅពេលដែលមានទំនាស់ជាមួយនឹងថៃដែលកម្ពុជាងាយនឹងដោះស្រាយដោយគ្រាន់តែយកកិច្ចព្រមព្រៀង23ដុល្លារឆ្នាំ1991ហៅថាកិច្ចព្រមព្រៀងទីក្រុងប៉ារីមកដោះស្រាយបញ្ហាកម្ពុជាថៃទៅវាដោះស្រាយរួចទៅហើយក្រោយមកនៅខែវិច្ឆិកានេះក៏យើងឃើញថាលោកសំរងស៊ីបានរៀបនៅអ្វីដែលហៅថារដ្ឋាភិបាល23ដុល្លារដែលរដ្ឋាភិបាលនេះរៀបចំមនុស្សមួយចង្កោមដែលមិនមានសមត្ថភាពបទពិសោធន៍និងចំណេះដឹងធនធានអ្វីក្រៅពីគ្រាន់តែរៀបចំតាក់តែងកំដរឈុតឆាកខ្ញុំបានវិភាគជារឿយថាជារឿងដែលប្រិយមិត្តស្ដាប់ឮហើយមិនជឿខ្ញុំគឺលោកសំរងស៊ីគាត់ធ្វើអ្វីដើម្បីតែផលប្រយោជន៍របស់ខ្លួនគាត់តាមរបៀបពាណិជ្ជកម្មស្រោមសម្បត្តិនិងតាមរបៀបដែលគាត់ត្រូវការនៅផលប្រយោជន៍ដែលអាចធ្លាក់មកគាត់បានតាមរយៈ dealing ជាមួយនឹងលោកហ៊ុនសែនហើយពីពេលមួយទៅកាន់ពេលមួយខ្ញុំតែងតែជម្រាបប្រិយមិត្តថាលោកសំរងស៊ីបានបម្រើលោកហ៊ុនសែនរហូតមកនៅក្នុងករណីប្តឹងទៅ ICJ នេះដំបូងបំផុតគឺបងប្អូនសូមជម្រាបថាការដាក់ពាក្យបណ្ដឹងទៅ ICJ មិន ICJ មិនទទួលបណ្ដឹងឯកជនទេ ICJ ទទួលបណ្ដឹងតែពីក្រុមមួយចំនួនណាដូច្នេះហើយដំបូងបំផុតខ្ញុំចង់ជម្រាបលោកអ្នកអំពីនរណាអាចដាក់ពាក្យបណ្ដឹងទៅ ICJ អ្នកដែលអាចដាក់ពាក្យបណ្ដឹងទៅ ICJ ករណីមួយគឺអ្នកដែលបំពេញសំណុំរឿងបណ្ដឹងនោះគឺបណ្ដាប្រទេសទាំងឡាយដែលគេហៅថាបណ្ដាប្រទេសអធិបតេយ្យទាំងឡាយដែលជាសមាជិកនៃអង្គការសហប្រជាជាតិទើបអាចនឹងបំពេញសំណុំរឿងករណីប្តឹងទៅ ICJ ប្រទេសអធិបតេយ្យទាំងឡាយដែលជាសមាជិកនៃអង្គការសហប្រជាជាតិជាស្វ័យប្រវត្តិមានចំណែកទទួលស្គាល់នៅអនុភាពនិងអាជ្ញាផ្លូវច្បាប់របស់តុលាការយុត្តិធម៌អន្តរជាតិ ICJ នេះគឺជាករណីមួយសំណួរសួរម្ដងទៀតថាតើនរណាអាចបំពេញសំណុំរឿងដើម្បីប្តឹងទៅ ICJ បានចម្លើយគឺប្រទេសទាំងឡាយដែលគេហៅថាប្រទេសអធិបតេយ្យភាពគឺជាសមាជិកនៃអង្គការសហប្រជាជាតិឯកជនឬឯកតបុគ្គលមនុស្សម្នាក់មិនអាចបំពេញសំណុំរឿងប្តឹងទៅ ICJ បានទេក្រុមហ៊ុនសាជីវកម្មទាំងឡាយមិនអាចបំពេញសំណុំរឿងប្តឹងទៅ ICJ ទេអង្គការមិនមែនរដ្ឋាភិបាលទាំងឡាយមិនអាចប្តឹងទៅ ICJ បានទេគណៈបកនយោបាយដែលប្រឆាំងទាំងឡាយនៅក្នុងប្រទេសណាក៏ដោយក៏មិនអាចបំពេញសំណុំរឿងប្តឹងទៅ ICJ ទេក្រុមជនភៀសសឹកក្រុមជនភៀសខ្លួនក្រុមកុលសម្ព័ន្ធក្រុមជនជាតិភាគតិចទាំងឡាយនៅក្នុងពិភពលោកមិនអាចបំពេញសំណុំរឿងប្តឹងទៅ ICJ បានទេអង្គការទាំងឡាយដែលជាផ្នែកនៃរចនាសម្ព័ន្ធតូចធំរបស់អង្គការសហប្រជាជាតិ
ដូចជា the UNHCR the WHO the UNICEF the UNESCO ជាដើមលក្ខណៈមិនអាចបំពេញសំណុំរឿងប្តឹងទៅ ICJ បានទេអង្គការស្នូលនៃសហប្រជាជាតិ the United Nations organs អាចនឹងសុំនៅស្មារតីផ្លូវច្បាប់ពី ICJ តែមិនអាចប្តឹងបានទេឧទាហរណ៍អង្គការនានានៃរចនាសម្ព័ន្ធសហប្រជាជាតិចង់ដឹងពីនីតិសាស្ត្រតាក់ទងនឹងភាពជាផ្លូវច្បាប់អាចនិយាយជាមួយ ICJ បានតួយ៉ាងដូចជាមហាសន្និបាតសហប្រជាជាតិ The United Nations General Assembly ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិដូចជា The United Nations Security Council និងអង្គការដទៃៗទៀតដូចជាអង្គការ WHO UNESCO ជាដើមលក្ខណៈដែលបើសិនណាជាបានទទួលដឹងឮពីសន្និបាតសហប្រជាជាតិអាចនឹងទំនាក់ទំនង ICJ បានប៉ុន្តែមិនធ្វើបណ្ដឹងទេចំណុចទី3រដ្ឋទាំងឡាយណាពលគឺរដ្ឋទាំងឡាយណាដែលទទួលស្គាល់នៅអាជ្ញាធិការយត្តាធិការនៃ ICJ ទើបអាចនឹងយកករណីនោះទៅជជែកកាត់សេចក្តីនៅ ICJ បានឧទាហរណ៍សមាជិក2ដែលជាអង្គការសហប្រជាជាតិសមាជិកសហប្រជាជាតិដូចគ្នាហើយទទួលស្គាល់នៅអាជ្ញាធិការនិងយត្តាធិការផ្នែកអំណាចច្បាប់របស់តុលាការយុត្តិធម៌អន្តរជាតិនោះទើបអាចទទួលបំពេញសំណុំរឿងក្តីបានចំណុចមានលក្ខខណ្ឌប្រសិនបើប្រទេសកម្ពុជានិងថៃឡង់ដែលជាសមាជិកនៃអង្គការសហប្រជាជាតិបើប្រទេសទាំងពីរទទួលស្គាល់នៅសន្ធិសញ្ញានិងយត្តាធិការនិងអាជ្ញាធិការនៃ ICJ ទើបអាច ICJ ជំនុំជម្រះបានមួយទៀតបើសិនណាជាប្រទេសឬរដ្ឋទាំងពីរទទួលនៅ compulsory jurisdiction ទើបអាចនឹងស្ដាប់នៅការជំនុំជម្រះរបស់ ICJ បានដោយករណីកម្ពុជានិងថៃឡង់ជាដើមដែលពីដើមមានក្តីក្តាំគ្នាពីភាគខាងចុងនៃទសវត្ស1950មកដើមទសវត្ស1960បន្ទាប់មកទៀតវាតតែភាគីទាំងសងខាងព្រមទើប ICJ ជំនុំជម្រះបានអ្នកដែលឡើងទៅតុលាការ ICJ គឺអ្នកដែលបំពេញសំណុំរឿងគឺប្រទេសដែលបំពេញសំណុំរឿងនិងអ្នកដែលជាប្រទេសឆ្លើយតបដែលគេហៅថា applicant ជាអ្នកប្តឹងគេអត់ហៅថា plaintiff ទេគេហៅថា applicant the country filing the case ហើយនឹង respondent ចុងចោទឬអ្នកឆ្លើយនឹងករណី country being sued នឹងគឺជាចំណុចដូចជាឆ្នាំ1962ករណីកម្ពុជាជាអ្នកដើមមិនដឹងហៅថា applicant រីឯ Thailand ជាចុងចោទហៅថា respondent នេះគឺជាចំណែកដែលតាក់ទងនឹង ICJ ឥឡូវនេះបងប្អូនយកមកពិចារណាលើទង្វើរបស់ក្រុមសំរងស៊ីដែលហៅខ្លួនថាជារដ្ឋាភិបាល$23តើរដ្ឋាភិបាល$23មានបុគ្គលិកភាពតាមផ្លូវច្បាប់និងការទូតឬទេទី1សួរថាតើរដ្ឋាភិបាល$23ជាសមាជិកនៃអង្គការសហប្រជាជាតិឬទេចម្លើយថាទេសំណួរសួរថាតើរដ្ឋាភិបាល$23របស់លោកសំរងស៊ីបានចេញប្រកាសទទួលស្គាល់យត្តាធិការនិងអាជ្ញាធិការនៃ ICJ ហើយឬនៅចម្លើយថាទេទី3តើរដ្ឋាភិបាល$23របស់លោកសំរងស៊ីជារដ្ឋាភិបាល legitimate គេហៅថារដ្ឋាភិបាលស្របច្បាប់ហើយឬនៅចម្លើយថាទេរដ្ឋាភិបាល$23ទី1គ្មានទីតាំងទេរដ្ឋាភិបាលនឹងគឺនៅនឹងមាត់ដោយឯសមាជិកដែលតាំងខ្លួនដោយរដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលនឹងគឺសុទ្ធតែជាមនុស្សគ្មានទីតាំងតែអង់គ្លេសថា there is no registration of location where the so called government operating អត់មានបេសកកម្មរបស់រដ្ឋាភិបាល$23ហ្នឹងនៅទីណាទេគឺអត់មានទីតាំងទេគ្មានផ្ទះសម្បែងគ្មានសេនាធិការគ្មានទីតាំងគណៈរដ្ឋមន្ត្រីបន្ទាប់មកទៀតតើរដ្ឋាភិបាល$23ហ្នឹងមានប្រទេសណាមួយទទួលស្គាល់ទេអត់មានទេដូច្នេះហើយតើរដ្ឋាភិបាល$23នោះមានប្រជាមតិនៅក្នុងរង្វង់នៃពលរដ្ឋដែលជាពលរដ្ឋនៃប្រទេសកម្ពុជាទេឆ្លើយថាអត់ទេបើយើងពិចារណាមួយម្ដង
បានដឹងភ្លាមថារដ្ឋាភិបាល$23មិនអាចធ្វើសំណុំរឿងប្តឹងទៅ ICJ បានឡើយអ្វីដែលកំពុងសម្ដែងគឺគ្រាន់តែជាឈុតឆាកដែលលោកសំរងស៊ីកំពុងតែធ្វើយុទ្ធនាការស្វែងរកស្រោមសម្បត្តិតែប៉ុណ្ណោះនេះគឺជាអ្វីដែលកំពុងកើតឡើងនៅក្នុងចំណោមនៃក្រុមដែលហៅថារដ្ឋាភិបាល$23របស់លោកសំរងស៊ីនឹងគឺអញ្ចឹងណាបងប្អូនខ្ញុំនិយាយប៉ុណ្ណឹងសិនទី1ករណីប្តឹងទៅ ICJ របស់ក្រុមលោកសំរងស៊ីមិនអាចធ្វើទៅបានទី2តុលាការយុត្តិធម៌អន្តរជាតិមិនទទួលបណ្ដឹងបែបនេះទេទី3កម្មវិធីទាំងឡាយនេះជាការសម្ដែងរកស្រោមសម្បត្តិទី4ជានយោបាយបំរើលោកហ៊ុនសែនចំណុចទី4នេះមិនងាយយល់ទេអ្នកខ្លះគេថាបើសំរងស៊ីបំរើហ៊ុនសែនមិនក៏ប្រឆាំងហ៊ុនសែនលោកហ៊ុនសែនជាជនកុម្មុយនីសគាត់ត្រូវការអ្នកប្រឆាំងគាត់បើអ្នកដទៃប្រឆាំងគាត់វាមានការលំបាកចំពោះគាត់តែបើមនុស្សស៊ីឈ្នួលប្រឆាំងគាត់វាទៅជាការតបតែងឲ្យអំណាចរបស់គាត់គង់វង្សគាត់បញ្ចេញមនុស្សឲ្យមកធ្វើជាអ្នកប្រឆាំងគាត់នៅក្រៅប្រទេសដើម្បីបង្ក្រាបឲ្យអស់នៅអ្នកដែលប្រឆាំងមែនទែនដើម្បីបំផ្លាញឲ្យអស់នៅអ្នកប្រឆាំងមែនទែនដើម្បីគៀងគរឲ្យមានភាពច្របូកច្របល់និងដើម្បីធ្វើឲ្យការមិនពេញចិត្តចំពោះរដ្ឋាភិបាលនិងអំណាចរបស់លោកហ៊ុនសែនរឹតតែកែចិត្តដែលចំនួនមនុស្សអស់សង្ឃឹមនឹងការប្រឆាំងទម្លាក់ចោលហើយគ្រប់គ្រងឬក៏រួមរស់ជាមួយនឹងអំណាចលោកហ៊ុនសែនអញ្ចឹងហើយការប្រើប្រាស់លោកសំរងស៊ីហើយលោកសំរងស៊ីដែលបម្រើសេវាកម្មនយោបាយនេះតាំងពី1995មកគឺគាត់ធ្វើអញ្ចឹងអ្នកដែលសិក្សានយោបាយខ្មែរច្បាស់លាស់មិនភ័ន្តច្រឡំទេក៏ប៉ុន្តែវាជាភ័ព្វវាសនាមិនល្អដែលនៅមានប្រជាជនមួយចំនួនដែលមិនយល់អំពីជំរឿនយោបាយហ៊ុនសែនសំរងស៊ីក៏បានផុងខ្លួនខ្លាយទៅជាចំណីអាជីវកម្មរបស់លោកសំរងស៊ីទៅនេះអញ្ចឹងខ្ញុំឆ្លើយឆ្លងជាមួយនឹងប្រិមិត្តខ្លះនៅក្នុងវគ្គនេះ